បុរីលេងនាវត្រា 6A បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជនដោយការសម្របសម្រួលឲ្យក្រសួងដែនដីនិងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំងបុរីលេងនាវត្រា 6A បានបង្ហាញពីលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជនក្រោយការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំងបន្ទាប់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមបើតាមការបញ្ជាក់ថ្ងៃទី10ខែមករានេះបុរីលេងនាវត្រាបានបន្តសកម្មភាពនៃការសាងសង់ជូនអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់បុរីក៏សូមគោរពអរគុណដល់ពុកម៉ែបងប្អូនដោយក្តីអនុគ្រោះនិងយោគយល់ក្នុងកលៈទេសៈដ៏លំបាកនេះបើតាមការយោងលើការកំណត់ហេតុប្រជុំថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយដោយលទ្ធផលដូចខាងក្រោមចំណុចទី1ទីតាំងដីឡូ87ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹកភ្លើងបន្ថែមរួចរាល់ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅនិងការសាងសង់ផ្សេងៗចំណុចទី2គម្រោងដីឡូជ្រែ100បច្ចុប្បន្នមិនទាន់មានការចាក់ដីបន្ថែមដោយក្រុមហ៊ុនកំពុងចាក់នៅប្លង់ស៊ីបំពេញបន្តិចសិនដោយឡែកអតិថិជនទិញផ្ទះក្រុមហ៊ុនកំពុងដោះស្រាយពួកគាត់ភាគច្រើនសុំប្តូរទីតាំងគម្រោងបុរី 6A បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ46ប៉ុណ្ណោះចំណុចទី3ការចាក់ដីនៅប្លង់ស៊ីគឺកំពុងចាក់ដីរាល់ថ្ងៃបច្ចុប្បន្នកើនបាន 85% និងនៅសល់តែ 15% ប៉ុណ្ណោះចំពោះទីតាំងដែលត្រូវបានចាក់ហើយបន្ទាប់ពីវិញកូនរួចក្រុមការងារនិងគូធ្លូដែលសល់ប្លង់មួយដើម្បីលើកអតិថិជននៅប្លង់ RA មកទីតាំងនេះដដែលចំណុចទី4ប្លង់វីឡាថៃ87គឺបានរួចរាល់ការងារឆ្អិនទាំងស្រុង 90% ហើយប្លង់នេះគឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូការដំណើរការសាងសង់បន្តគឺត្រៀមនឹងចូលឆាប់នេះចំណុចទី5អតិថិជនបងរំលោះស្នើសុំផ្អាកការបង់ប្រាក់ក្រុមហ៊ុនបានយោគយល់ពីការលំបាករបស់អតិថិជនដូច្នេះក្រុមហ៊ុនបានពិនិត្យលើភាពជាក់ស្ដែងជូនឲ្យក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នាដូចនេះស្នើសុំឲ្យអតិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់ចំពោះទីតាំងដែលបានសាងសង់ចំណុចទី6អតិថិជននៅប្លង់វីឡា533ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វែងរកកញ្ចប់ហិរញ្ញវត្ថុដើម្បីត្រៀមក្នុងការដំឡើងការសាងសង់ឆាប់នេះសម្រាប់ជំហររបស់បុរីគឺឈរលើគោលការសាងសង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% បុរីលេងនាវត្រាមានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងករណីថែមថយតាមតម្លៃជាក់ស្ដែងបុរីលេងនាវត្រាក៏ជាជំរើសជជែកជូនពុកម៉ែបងប្អូនដោយឈរលើគោលការណ៍មិនឲ្យខាតបង់អត្ថប្រយោជន៍របស់ពុកម៉ែបងប្អូនឡើយ1សម្រាប់អតិថិជននៅប្លង់វីឡា B533 អតិថិជនបានបញ្ចប់ការសាងសង់ដោយខ្លួនគឺសម្រាប់សម្រួលបាន2ឡូទំហំ 10x17 ក្នុង1ឡូគឺ 6A 10ឡូនិងព្រះប្រសព1ឡូអតិថិជនដោះស្រាយបញ្ចប់ដោះដូរគឺសម្រាប់សម្រួលបានដី4ឡូទំហំ 10x17 ក្នុង1ឡូគឺ 6A 2ឡូនិងព្រះប្រសព2ឡូសម្រាប់អតិថិជនប្លង់ B ប្រភេទផ្ទះ1អតិថិជនសាងសង់បញ្ចប់ខ្លួនឯងគឺសម្រាប់សម្រួលទទួលបានដី2ឡូទំហំ 4.1x18 ដីនៅ 6A